ដំណើរទេសនាកិច្ចរបស់លោកស្រីមីសាប្រោបាម៉ាក្នុងដំណើរទេសនាកិច្ចនេះដែរយើងនឹងសង្គមជឿជាក់ថាសេរីភាពរបស់សកម្មជនដីធ្លីនៅតំបន់បឹងកក់បត់ថ្មគោលអតីតបឹងកក់នឹងមានសេរីភាពចាប់ពីលោកស្រីមកទីនេះស្វាគមន៍ដំណើរទេសនាកិច្ចរបស់លោកស្រីមីសា